ស្ត្រីម្នាក់ដែលជាអ្នកលួចដុតផ្ទះសង្សារដោយសារតែខឹងឪពុកម្ដាយបំបីបំបាក់នោះត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនឹងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ស្រាវជ្រាវឃាត់ខ្លួនបានហើយបន្ទាប់ពីធ្វើសកម្មភាពចាក់សាំងដុតផ្ទះហើយរត់គេចខ្លួនបាន2ថ្ងៃស្ត្រីជាជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះឡុងប៉ុចអាយុ45ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរីសង្កាត់កាកាមទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចំណែកឯជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះថាហេវណ្ណាភេទប្រុសអាយុ56ឆ្នាំជាមន្ត្រីយោធាមានទីលំនៅផ្ទះលេខ17 19ផ្លូវបេតុងភូមិវិមានទ្រង់សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញដែលជាកន្លែងកើតហេតុតែម្ដងតាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាស្ត្រីជាជនសង្ស័យដែលធ្វើឲ្យខូចខាតដោយចេតនាយកសាំងដុតផ្ទះរូបនោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាយប់រំលងអធ្រាត្រចូលថ្ងៃទី29ខែមេសាឆ្នាំ2026នេះនៅតាមផ្លូវក្នុងភូមិដំណាក់សង្កាត់គោកឃ្លាំងខណ្ឌសែនសុខរាជធានីភ្នំពេញតាមរយៈនគរបាលបានឲ្យដឹងទៀតថាកាលពីថ្ងៃទី27ខែមេសាឆ្នាំ2026វេលាម៉ោងប្រមាណជា1:10នាទីយប់រំលងអធ្រាត្រស្ត្រីជាជនសង្ស័យរូបនេះត្រូវបានយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះដោយសារតែខឹងម្ចាស់ផ្ទះដែលជាឪពុកម្ដាយរបស់សង្សារខ្លួនបានបំបីបំបាក់ស្នេហារបស់ពួកគេនេះបើតាមព័ត៌មានឲ្យដឹងទៀតថាកន្លងមកស្ត្រីជាជនសង្ស័យនឹងឈ្មោះឡូរតនាហៅកេសរអាយុ36ឆ្នាំដែលជាកូនប្រុសម្ចាស់ផ្ទះបានស្រឡាញ់គ្នាក្រោយមកក៏មានការបែកបាក់ដោយសារឪពុកម្ដាយខាងប្រុសមិនពេញចិត្តជាហេតុធ្វើឲ្យស្ត្រីដែលជាជនសង្ស័យខឹងទៅនឹងឪពុកម្ដាយក៏បានយកសាំងទៅដុតផ្ទះរបស់សង្សារខ្លួនឯងនៅក្នុងហេតុការណ៍នោះភ្លើងបានឆាបឆេះតែសំណាងល្អត្រូវបានម្ចាស់ផ្ទះរួមទាំងបងប្អូនអ្នកជិតខាងភ្ញាក់ដឹងខ្លួនទាន់នាំគ្នាជួយពន្លត់ទាន់គ្រាន់តែបណ្ដាលឲ្យខូចខាតធុងចម្រោះទឹកមួយដែលមានតម្លៃ$1200សហរដ្ឋអាមេរិកនិងខ្សែភ្លើងមួយចំនួនតែប៉ុណ្ណោះបន្ទាប់ពីកើតហេតុជនរងគ្រោះក៏បានឆែកកាមេរ៉ាសុវត្ថិភាពហើយឃើញស្ត្រីដែលជាអតីតសង្សាររបស់កូនជាអ្នកដុតហើយក៏ប្តឹងសមត្ថកិច្ចឈានទៅស្រាវជ្រាវឃាត់ខ្លួនបានស្ត្រីដែលជាជនសង្ស័យរូបនោះបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់